សួស្តីបងប្អូនទាំងគ្នានេះគឺជារបៀបការបង្កើត account នៅ Linux ដែលទទួលបាន rebate lot រហូតដល់$5ក្នុងមួយ lot ទៅកាន់អ្នកនរគ្នាវិញណាអញ្ចឹងតើតើជាមួយនឹងរបៀបបើកអ្នកនរគ្នាគ្រាន់តែចុចលើ link មកវានឹង load ផ្ទាំងមួយបែបនេះហើយណាអញ្ចឹងតើតើជាមួយនឹងកន្លែងនេះយើងត្រូវកំណត់ទៅលើ individual នេះដែលជា account type អ្នកនរគ្នាដាក់នឹងមកហើយបន្ទាប់មកអ្នកនរគ្នាយក Cambodia ណា country of residence នេះយក Cambodia មកហើយអ្នកនរគ្នាបំពេញ email ធម្មតាមក email របស់អ្នកនរគ្នាហ្នឹងតែកន្លែងកូដនេះមិនជាកូដរបស់ Gmail ទេយើងតោះតែយើង request OTP នេះដើម្បីវាផ្ញើកូដទៅកាន់ Gmail យើងយកមកដាក់កន្លែងហ្នឹងមកណាអញ្ចឹងបន្ទាប់មកអ្នកនរគ្នាបំពេញលេខទូរស័ព្ទមកអូខេ phone number លេខទូរស័ព្ទរបស់អ្នកនរគ្នាមកបន្ទាប់មកទៀតកន្លែង password នេះគឺសំខាន់អ្នកនរគ្នាបំពេញមកមានអក្សរធំអក្សរអង់គ្លេសអក្សរធំទៅលេខទៅដែលចាប់ពី8ខ្ទង់ឡើងអក្សរធំអក្សរតូចលេខហើយសញ្ញាអីមួយមកណាហើយបន្ទាប់មកអ្នកនរគ្នាយកពាក្យថាrequest OTP អូខេ request OTP មកវាផ្ញើកូដអ្នកនរគ្នាបំពេញមកណាតែវាផ្ញើមកហ្នឹងវាបាយមកហើយយើងយកពាក្យថា create account អូខេរងចាំតិចអូខេបន្ទាប់ពីអ្នកទាំងអស់គ្នា request OTP ហើយវានឹង load ទាំងមួយពាក្យថា complete your profile អញ្ចឹងវាទាមទារឲ្យយើង complete តើតើជាមួយនឹង ID របស់យើងណាបន្ទាប់មកយើងចុចពាក្យថា next មកអញ្ចឹងមកដល់កន្លែងនេះវាឲ្យយើងជ្រើសណាយើងអាច verify មួយណាក៏បានដែរយើងអាច verify តាក់សញ្ញាប័ណ្ណ passport ឬក៏ driver license អូខេអញ្ចឹងកន្លែងនេះខ្ញុំយក ID តាក់សញ្ញាប័ណ្ណបន្តមកខ្ញុំចុចខ្វែងកន្លែងនេះមួយហើយខ្ញុំជ្រើសយកពាក្យថា upload ណាអញ្ចឹងកន្លែងនេះយើងឲ្យវាឲ្យយើងដាក់តាក់សញ្ញាប័ណ្ណណាខាងមុខហើយខាងក្រោយអញ្ចឹងខ្ញុំយកខាងមុខមកបន្ទាប់មកអ្នកនរគ្នាចុចពាក្យថា next អញ្ចឹងត្រង់កន្លែងនេះវាឲ្យយើងរងចាំបន្តិចណាវាកំពុងតែ check ទៅមើល quality របស់ information របស់យើងព័ត៌មានរបស់យើងអូខេអញ្ចឹងតើតើជាមួយនឹង ID card របស់យើងវាបាន successful ហើយអូខេ successful អូខេអញ្ចឹងចំណុចបន្ទាប់នេះយើងចូលមកដល់កន្លែងទី2នៃគេឲ្យយើង verify ជាមួយនឹង bank statement ណាអញ្ចឹងកន្លែងនេះយើងចុចលើសញ្ញាពួយបាញ់មកហើយយើងជ្រើសយកពាក្យថា bank statement របាយការណ៍របស់ FA ណាអូខេអញ្ចឹងតើតើជាមួយនឹងរបាយការណ៍របស់ FA អ្នកនរគ្នាយក6ខែក៏បាន3ខែក៏បានក៏ប៉ុន្តែ screenshot យកត្រឹមគេដាក់ account statement នៅខាងលើមកដែលចង់ដាក់ប៉ុណ្ណឹងមក screenshot ប៉ុណ្ណឹងមកអូខេបន្ទាប់មកអ្នកនរគ្នាយកវាមក upload នៅកន្លែងនេះមកនេះខ្ញុំបានដាក់ហើយណានេះបានដាក់ហើយអញ្ចឹងខ្ញុំចុចពាក្យថា next អូខេចុចពាក្យថា next បន្ទាប់មកវានឹងស្របជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងណាវានឹងពេញឲ្យយើងអញ្ចឹងហ្មងណាអញ្ចឹងកន្លែងនេះខ្ញុំហើយនេះដាក់ ST មក ST ប៉ុណ្ណឹងមកហើយ passcode នេះ12000ណាភ្នំពេញអញ្ចឹងមកហើយប៉ុណ្ណឹងក៏អូខេណាអូខេតើតើមក username នេះយើងដាក់ប៉ុណ្ណឹងមកអូខេហើយទៅជាមួយអត្តសញ្ញាណប័ណ្ណរបស់យើងមកអូខេបន្ទាប់មកយើងចុច submitអូខេអញ្ចឹងតើតើជាមួយនឹង account អ្នកទាំងអស់គ្នាគឺរួចរាល់ហើយណារួចរាល់ហើយអញ្ចឹងយើងអាចបើកគណនីអាច trade បានណាអញ្ចឹងតើតើជាមួយនឹងការ verify គឺវាមានតែប៉ុណ្្នឹងទេអូខេអរគុណច្រើន